ngày chơiឆ្នាំមួយមុខនេះដឹងតែកិច្ចអត់ផត់ហ្មងដឹងតែធ្វើញ៉ាំជួបជុំជាមួយមិត្តភ័ក្តិហើយមួយមុខនេះគឺបុកសាច់គោជាមួយសណ្តែកគួរបងប្អូនរសជាតិបែបជូរហឹរប្រៃផ្អែមនិយាយទៅគឺមកជាតិសាហាវហ្មងគ្រឿងផ្សំដំបូងនេះយើងមានជាសាច់គោយើងយកណាសាច់ដែលផុយល្អផ្លះវាជាប្រទេសរាងស្ដើងអញ្ចឹងប្រឡាក់ជាមួយប្រេងខ្យងបន្តិចម្សៅស៊ុបបន្តិចប៊ីចេងបន្តិចហើយនឹងស្ករបន្តិចហើយសាច់គោរបស់ខ្ញុំនេះគឺ3ខាំមកបងប្អូនប្រឡាក់ហើយផ្អាប់វាទុកប្រហែលជាខ្ទង់10នាទីអីសិនទៅយើងទៅរៀបចំបន្លែហើយយើងមានសណ្តែកគួរយើងមានខ្ទឹមសម្ទេសជាមួយស្ពៃក្តោបសម្រាប់ផ្ទាប់អីហ្នឹងសម្រាប់អានេះបើសិនជាបងប្អូនអត់ចេះញ៉ាំក្រូចឆ្មាស្ដើងជាងទេបើចំហាន់ដាក់ចូលក៏បានដែរហើយសាច់គោរបស់យើងបន្ទាប់ពីផ្អាប់ហើយយើងយកវាមកចៀនសម្រាប់ការចៀននេះក៏ខ្ញុំចៀនជាមួយនឹងប៊ឺហើយប្រើភ្លើងឲ្យក្តៅខ្លាំងណាបងប្អូនមកខាងហ្នឹងចៀនប្រហែលជាតែ1នាទីទេនិយាយទៅឲ្យឆ្អិនខាងក្រៅប៉ុន្តែនៅខាងក្នុងវានៅរាងឆៅចឹងទៅបន្ទាប់ពីនឹងមកយើងលើកសាច់គោយើងទុកមកដុំសិនកុំហាន់វាទាំងក្តៅបងប្អូនទុកវាត្រជាក់សិនយើងមកច្រាំប្រហុកឲ្យម៉ត់ប្រហែលជាខ្ទង់4-5កន្ទុយហើយសាច់គោរបស់យើងបន្ទាប់ពីត្រជាក់ហើយចាំយើងយកវាមកហាន់សាច់របស់យើងដូចដែលបងប្អូនបានឃើញចឹងអានេះឆ្អិនក្រៅប៉ុន្តែនៅឆៅខាងក្នុងប្រហែលជាខ្ទង់60% 70%អីហ្នឹងសាច់គោគឺយើងហាន់ធ្វើម៉េចឲ្យបានជាប្រទេសស្ដើងទុកវាមកដុំសិនទៅយើងមកបុកខ្ទឹមសជាមួយនឹងម្ទេសហើយខ្ញុំដាក់ស្ករបន្តិចដែរដើម្បីបុកឆាប់ម៉ត់ល្អហើយសណ្តែកគួរគឺយើងបុកឲ្យរាងទូបងប្អូនបើសិនជាស្រស់វាអត់ចូលជាតិឆ្ងាញ់ទេបន្ទាប់មកយើងដាក់ប្រហុកច្រាំថែមទឹកត្រី1ស្លាបព្រាបាយប៊ីចេងបន្តិចស្ករបន្តិចចំបាច់ក្រូចឆ្មាចូលសម្រាប់ក្រូចឆ្មាគឺប្រើរាងច្រើនណាបងប្អូននិយាយទៅអានេះគឺគេយករសជាតិរាងជូរហើយក្រូចឆ្មាប្រទេសស្ដើងហ្នឹងដូចខ្ញុំបានបញ្ជាក់បងប្អូនអញ្ចឹងបើសិនជាអត់សូវចេះញ៉ាំទេមិនបាច់ដាក់ទេដាក់ទៅវាមានក្លិនរាងហាងប៉ុន្តែសម្រាប់ខ្ញុំចូលចិត្តបងប្អូនញ៉ាំទៅគឺឆ្ងាញ់ហ្មងបន្ទាប់ពីនឹងមកយើងភ្លក់មើលថែមថយគ្រឿងឲ្យហើយសិនមកចាំយើងយកវាមកលាយជាមួយនឹងសាច់គោអានេះដោយសារតែត្បាល់របស់ខ្ញុំវារាងតូចអញ្ចឹងហើយខ្ញុំដាក់ចានដើម្បីលាយខាងក្រៅអញ្ចឹងប៉ុន្តែបើសិនជាបងប្អូនមានត្បាល់ធំយើងដាក់ក្នុងត្បាល់គោច្បល់ជាមួយគ្នាហ្មងទៅហើយចុងក្រោយគេយើងបន្ថែមជីជាមួយនឹងសណ្តែកដីតែប៉ុណ្្នឹងទៅបុកសាច់គោរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយធានាបងប្អូនរសជាតិគឺមកឆ្ងាញ់សាហាវហ្មងសាច់គោក៏ផុយល្អរសជាតិក៏ត្រូវនិយាយទៅជូរហឹរប្រៃផ្អែមមកត្រូវហ្មងហើយមុខនេះបើសិនជាបងប្អូនធ្វើសម្រាប់ជាគ្រឿងក្លែមយើងយករាងដិតបន្តិចមកបានញ៉ាំត្រូវប៉ុន្តែបើសិនជាធ្វើញ៉ាំបាយញ៉ាំលេងអីអាចយករាងសាបបន្តិចក៏បានដែរហើយនេះយើងអាចមានស្ពៃក្តោបមានតែសក់សម្រាប់ផ្ទាប់ជាមួយក៏បានដែរហើយខ្ញុំបានមុខម្ហូបអញ្ចឹងដឹងតែអត់ភ្លេច Gensberg ហ្មងមានក្នុងទូទឹកកកអតិថិជនស្រាប់ញ៉ាំចូលជាមួយគ្នាអញ្ចឹងគឺកាន់តែមានរសជាតិឆ្ងាញ់ហ្មងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនកុំភ្លេចធ្វើមុខនេះញ៉ាំណាធានាថារសជាតិហ្នឹងគឺមកឆ្ងាញ់ជាប់ចិត្តហ្មង